បាទសួស្តីបងប្អូនស្វាគមន៍មកកាន់ The World Sharing Capsule ថ្ងៃនេះយើងមកនិយាយអំពីតើហេតុអ្វីបានជាមាសហក់ឡើងថ្លៃមែនទែននៅក្នុងឆ្នាំ2025នេះតើកត្តាអ្វីខ្លះដែលធ្វើឲ្យមាសនឹងឡើងថ្លៃតើបងប្អូនយើងទៅមើលថាតើអ្វីខ្លះទី1កត្តាដែលធ្វើឲ្យមាសឡើងថ្លៃនោះគឺដោយសារសង្គ្រាមភាពតានតឹងនយោបាយភាពវឹកវរនៅលើពិភពលោកនេះហើយដែលធ្វើឲ្យតម្លៃមាសហក់ឡើងខ្លាំងមែនទែនយើងឃើញហើយដោយនៅតំបន់មជ្ឈិមបូព៌ាគឺសង្គ្រាមមិនចេះចប់មិនចេះហើយរវាងពួកអារ៉ាប់យើងឃើញហើយសង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនហ្នឹងគឺមកដល់ពេលនេះនៅតែបន្តបញ្ចប់ប្រទេសពីរហ្នឹងមានសង្គ្រាមមួយគ្នារាប់សតវត្សមកហើយរាប់រយរាប់ពាន់ឆ្នាំទៅហើយនៅតែមិនចេះចប់បាទហើយយើងឃើញនៅតំបន់អារ៉ុបមានដូចជារុស្ស៊ីហើយនិងអ៊ុយក្រែនសង្គ្រាមអូបន្លាយ 2-3 ឆ្នាំហើយអត់ទាន់នៅតែមានកិច្ចព្រមព្រៀងបទជប់បាញ់អីទេនៅតែបន្តសង្គ្រាមតទៀតហើយនៅតំបន់អាស៊ីយើងគឺយើងដឹងហើយនៅចិនជាមួយនឹងតៃវ៉ាន់គឺចិនចង់បានតៃវ៉ាន់មែនតើពីព្រោះខ្ញុំឃើញថាចិនសម្លឹងឃើញទី1គឺតៃវ៉ាន់គឺមានសក្តានុពលនៅក្នុងការផលិត chip ក្រុមហ៊ុន TSMC Taiwan Semiconductor Manufacturing Company ហ្នឹងគឺគាត់ផលិត chip នាំចេញបានច្រើនណាស់នៅលើពិភពលោកគឺនាំមកគេអញ្ចឹងចិនឃើញថាតៃវ៉ាន់គឺមានសក្តានុពលមែនតើហើយមួយណាតៃវ៉ាន់ក៏ជាប្រទេសជាចិនដូចគ្នាដែរមែនតើទៅគឺជនជាតិដើមចិនដូចគ្នាទេបើដោយសារតែសង្គ្រាមទាំងអស់នេះហើយដែលធ្វើឲ្យតម្លៃមាសឡើងថ្លៃពីព្រោះกระดาษលុយគឺគេលែងត្រូវការហើយពីព្រោះកណ្ដាលលុយគឺបានតែចាយនៅក្នុងប្រទេសខ្លួនឯងទេបោះពុំចាយនៅពេលដែលមានវឹកវរសង្គ្រាមទូទាំងពិភពលោកឧទាហរណ៍បើមានសង្គ្រាមលោកលើកទី3អីទៀតមកគឺច្បាស់ជាកណ្ដាលលុយគឺกระดาษប្រាក់គ្មានតម្លៃទេគឺគេត្រូវការមាសហ្នឹងហើយគឺមានដើម្បីដោះដូរធ្វើចំនួនផ្សេងអញ្ចឹងមនុស្សជាតិក៏នឹងត្រូវការមាសដើម្បីទុកក្នុងខ្លួនទាំងប្រទេសទាំងប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹងដើម្បីដោះដូរជាមួយនឹងចំណីអាហារឬសភាវុធឬក៏សម្ភារៈផ្សេងគឺមានតម្លៃនៅពេលដែលប្រទេសជាតិមានភាពវឹកវរបែបនេះបាទកត្តាទី2គឺដោយសារតែធនាគារកណ្ដាលនៃប្រទេសមួយឬធនាគារជាតិណាក្នុងប្រទេសមួយសម្រុកទិញមាសមកទុកពីព្រោះប្រទេសមួយអាចបន្ថយការពឹងផ្អែកនៅលើដុល្លារយើងឃើញថាលុយដុល្លារគឺបានចុះខ្សោយហើយលុយដុល្លារជារូបិយប័ណ្ណតម្រង់ពិភពលោកមួយប៉ុន្តែបច្ចុប្បន្ននេះគឺដុល្លារបានចុះខ្សោយយើងដឹងហើយដូចវីដេអូមុនខ្ញុំនិយាយអំពីបដិដុល្លារការធ្វើតម្លៃដុល្លារចុះខ្សោយណាអញ្ចឹងធនាគារកណ្ដាលប្រទេសមួយខ្ញុំមានសម្រុកទិញមាសមែនតើដូចជាចិនឥណ្ឌាទូគីរុស្ស៊ីនិងប្រទេសច្រើនទៀតដែលនាំគ្នាសម្រុកទិញមាសដូច្នេះធ្វើឲ្យតម្លៃមាសហ្នឹងហក់ឡើងខ្លាំងមែនតើដែរបាទកត្តាទី3គឺដោយសារតែ interest rate និង inflation គឺអត្រាការប្រាក់ហើយនិងអតិផរណាគឺយើងដឹងហើយគឺមាសគឺជាទ្រព្យដែលទប់ទល់ជាមួយនឹងអតិផរណាហើយយើងដឹងហើយថា gold hedge the inflation ណាហ្នឹងហើយអញ្ចឹងនៅពេលដែលអតិផរណាកើនឡើងគឺមាសគឺមានតម្លៃគឺគេត្រូវការមាសប្រទេសមួយត្រូវការមាសដើម្បីយកមកទប់ទល់ជាមួយនឹងអតិផរណាហើយមួយទៀតអត្រាការប្រាក់ហ្នឹងឥឡូវដូចជានៅប្រទេសអាមេរិកហ្នឹងគេរំពឹងថា Federal Reserve អាមេរិកណានៅអាមេរិកគេហៅ Federal Reserve គឺមិន Central Bank ដូចយើងទេហ្នឹងហើយគឺ Federal Reserve ហ្នឹងគឺ Central Bank ធនាគារជាតិរបស់អាមេរិកហ្នឹងឯងគឺគេសង្ឃឹមថានឹងបន្ថយការប្រាក់ដោយ Donald Trump ចង់ឲ្យលោក Chairman នៃ Federal Reserve Jerome Powell ហ្នឹងគាត់កាត់បន្ថយការប្រាក់នៅក្នុងឆ្នាំ2025នេះហ្នឹងហើយបាទអញ្ចឹងគេរំពឹងថានៅក្នុងឆ្នាំនេះគឺនឹងមានការកាត់បន្ថយការប្រាក់វានាំឲ្យមានការវិនិយោគកើនឡើងការខ្ចីលុយពីធនាគារហ្នឹងកើនឡើងគឺធ្វើឲ្យមានចរន្តនៃលុយហ្នឹងហូរចូលទៅក្នុងការទិញមាសដែរដូច្នេះក៏ជាកត្តាមួយដែលធ្វើឲ្យតម្លៃមាសឡើងថ្លៃមួយដែរហ្នឹងហើយចំណុចទី4គឺការចុះថោកនៃលុយដុល្លារហ្នឹងឯងគឺគេហៅថាកំសោយនៃលុយដុល្លារហ្នឹងគឺយើងដឹងហើយលុយដុល្លារគឺត្រូវបានតម្លៃត្រូវបានថោកចុះថោកពីមួយថ្ងៃទៅមួយថ្ងៃដូចខ្ញុំនិយាយរៀបរាប់អំពីបដិដុល្លារណាគឺប្រទេស BRIC មួយចំនួនហ្នឹងគឺគេចង់ឲ្យតម្លៃដុល្លារហ្នឹងចុះថោកហើយគេចង់ឲ្យលុយដុល្លារហ្នឹងមិនមែនជារូបិយប័ណ្ណបំរុងពិភពលោកទេគឺមានន័យវាអាចបន្ថយនៃឥទ្ធិពលនៃលុយដុល្លារណាកត្តានេះហើយក៏ធ្វើឲ្យតម្លៃមាសឡើងថ្លៃដែរចំណុចទី5វិបត្តិសេដ្ឋកិច្ច recession គឺដោយសារតែគ្មានភាពច្បាស់លាស់
អ្នកវិនិយោគិនហ្នឹងគឺខ្លាចនៃការធ្លាក់ចុះនៅវិបត្តិសេដ្ឋកិច្ចនៅអាមេរិកនៅតំបន់អឺរ៉ុបនិងចិនយើងឃើញអឺរ៉ុបក៏មានបញ្ហាសេដ្ឋកិច្ចចិនក៏មានបញ្ហាសេដ្ឋកិច្ចធ្វើដូច្នេះធ្វើឲ្យអ្នកវិនិយោគឬយើងទាំងអស់គ្នាហ្នឹងគឺជ្រើសយកការវិនិយោគនៅលើមាសហើយពីព្រោះមាសគឺជា safe haven ជាចំបោះឲ្យមានសុវត្ថិភាពក្នុងការវិនិយោគពេលពិភពលោកមានវឹកវរចលាចលណាហ្នឹងហើយអញ្ចឹងគឺក៏ជាកត្តាដែលធ្វើឲ្យមាសឡើងថ្លៃខ្លាំងមែនទែនបាទកត្តាទាំងអស់នេះហើយគឺជាកត្តាដែលធ្វើឲ្យមាសឡើងថ្លៃនៅក្នុងឆ្នាំ2025ហើយបើការព្យាករណ៍របស់អ្នកជំនាញមាសគឺគេថាមាសអាចនឹងហក់ឡើងដល់$5000ហ្នឹងហើយអាចឆ្នាំនេះចុងឆ្នាំនេះឬក៏ឆ្នាំ2026មាសនឹងឡើងដល់$5000បាទអញ្ចឹងយើងនឹងតាមដាន keep an eye on gold យើងនឹងកេតមើលតម្លៃមាសទាំងអស់គ្នាហើយខ្ញុំគិតថាបើបងប្អូនចង់វិនិយោគមាសខ្ញុំគិតថាឥឡូវនេះវាតម្លៃក៏រៀងថ្លៃដែរហើយមួយរយៈនេះគឺរៀងឃើញចុះថោកមកបន្តិចអញ្ចឹងបងប្អូនចាំមើលបើសិនជាមានសង្គ្រាមត្រូវបានសម្រុះសម្រួលគ្នាមានស្ថិរភាពគឺតម្លៃមាសនឹងអាចថមថយមកវិញខ្លះហើយណាអាហ្នឹងក៏ជាពេលល្អដែលយើងត្រូវវិនិយោគទិញវាដែរព្រោះឥឡូវនេះគឺវាឡើងថ្លៃមែនតើទើបតែចុះបន្តិចទេហ្នឹងហើយអញ្ចឹងបើយើងចង់វិនិយោគគួរណាតែទិញនៅពេលវាចុះថ្លៃបន្តិចព្រោះឥឡូវវាឡើងថ្លៃមែនតើហើយវានឹងឡើងបន្តរហូតដោយសារតែមាសគឺតម្រូវការមិនមែនតែដោយសារតែកត្តាវឹកវរពេកទេព្រោះតម្រូវការមាសក្នុងទីផ្សារគឺដើម្បីយកទៅធ្វើជាផលិតជា chip ឬក៏ផលិតជាឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាថ្មីគឺត្រូវការសារធាតុមាសដែរដូច្នេះមាសមិនមែនតែគ្រាន់តែដោយសារភាពវឹកវរវាធ្វើឲ្យមាសហ្នឹងមានតម្លៃកើនទេដោយសារតែតម្រូវការនៃពិភពលោកដែរមនុស្សជាតិយើងក៏ត្រូវការយកមកធ្វើជាគ្រឿងលម្អខ្លួនខ្លះដែរហ្នឹងហើយដូច្នេះទាំងអស់នេះហើយគឺជាកត្តាដែលធ្វើឲ្យមាសឡើងថ្លៃបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងដែរក្នុងការចែកម្លែកឲ្យបងប្អូនសង្ឃឹមថានឹងជួបគ្នាវីដេអូក្រោយទៀតបាទអរគុណ